បាទសួស្តីពុកម៉ែបងប្អូនប្រិយមិត្តchannel YouTube Guitar ខ្មែររបស់ខ្ញុំបាទនេះខ្ញុំបាទសូមថតបង្ហាញវីដេអូមួយដែលមានបងម្នាក់គាត់ comment មាន channel មួយគាត់ comment សួរថាពេលដោតដោយជាមួយ effect មកចេញពី guitar យើងចូលទៅ effect ចេញពី effect គាត់ចូល mixer បាទ mixer នៅខាងនោះប៉ុន្តែខ្ញុំចូលមកធុងបារ៉ាស់វាដូចតែគ្នាទេបាទចូលមកធុងបារ៉ាស់ហើយគាត់ដោតទៅគាត់ថាលឺរ៉ែរ៉ែគាត់សួរថាធ្វើមិនឲ្យបាត់សំឡេងរ៉ែរ៉ែឥឡូវទី1សម្រាប់ effect ME8 បាទទី1គឺយើងចូលមកកន្លែងនេះបាទដើម្បី edit វាបាទយើងចុចកន្លែងហ្នឹងមកវានឹង load គេហៅថានៅ master plate នេះអញ្ចឹងបងប្អូនដែលចង់ឲ្យចេះបាត់សំឡេងរំខានហ្នឹងបាទយើងចូលកន្លែងនេះមកចូលកន្លែងបាទលេខ2នេះ NSTHS HD ហ្នឹងបាទអញ្ចឹងយើងចុចអានេះដើម្បីចុះបាទចុះមកបាទឃើញលេខ70បាទអាលើនេះ7អាក្រោមនេះ7បាទប៉ុន្តែសំខាន់គឺមើលអាទី2នេះ70ហ្នឹងដោយសារខ្ញុំដាក់70ហ្នឹងឲ្យវាបាត់សំឡេងរ៉ែដោយបងប្អូនខមមិនសួរអញ្ចឹងចាំមើលឥឡូវខ្ញុំដាក់ទៅ0ណាបើសិនជាកន្លែងហ្នឹងទៀបវានឹងលឺឆ្លងហើយបាទនេះ off ហើយ guitar នេះបើក volume off ដល់ពេលយើងមកមើលនៅបារ៉ាស់លឺរ៉ែអញ្ចឹងឥឡូវខ្ញុំបើកសលេងខ្លាំងណាបាទខ្ញុំបើកសលេង master ពាក់កណ្ដាលវាលឺរ៉ែអញ្ចឹងណាពុកម៉ែបងប្អូនបាទអាហ្នឹងដោយសារ guitar វាឆ្លងម៉ាស់ guitar ភាគច្រើនវាត្រូវតែប្រើម៉ាស់អញ្ចឹងដើម្បីស្រូបសលេងតែបើឆ្លងអញ្ចឹងពេកមានន័យថាវារំខានយើងលេងអត់កើតទេបាទបើយើងយកដៃខ្ទប់នេះឃើញទេវាបាត់លឺហើយព្រោះអាហ្នឹងម៉ាស់តែលឺខ្លាំងអញ្ចឹងក៏អត់កើតដែរអញ្ចឹងនេះប្រឡែងលឺហ្មងបាទលឺរ៉ែហ្មងឥឡូវយើងចូលទៅកាន់វិធីបិទទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាអញ្ចឹងបងប្អូនចូលមកកន្លែងហ្នឹងមុនដំបូងហ្នឹងណាបាទចុចហ្នឹងមកនេះហើយអានេះលើនេះ master តមកយើងយកកន្លែងនេះបាទនេះ NSTH ហ្នឹងចុចមកបាទកាលណាវា off គឺមានថាយើងអត់បានប្រើឧបករណ៍បើកដើម្បីជួយបិទសំឡេងរំខានទេអញ្ចឹងយើងត្រូវចុចបាទចុចឡើងលើនេះខ្ញុំដាក់ទៅត្រឹម5រៀងស្ងាត់តិចទេនេះឃើញទេដាក់5រៀងស្ងាត់ឥឡូវខ្ញុំចុចបើកឲ្យបិទឲ្យ0វិញ off ឡើងរ៉ែហ្មងអញ្ចឹងអាកន្លែងហ្នឹងវាជំនួយយើងអញ្ចឹងបងប្អូនដាក់កន្លែងហ្នឹងមកហើយទៅតាមចំនួនដែលបងប្អូនចង់បានបើកាលណាយើងចុចឡើងកាន់តែខ្ពស់បាត់សំឡេងរំខានកាន់តែខ្លាំងបាទដាក់ទៅ20ស្ងាត់បាត់ហើយនេះបាទដាក់ទៅ20ស្ងាត់បាត់ហើយអញ្ចឹងដាក់បើចង់ស្ងាត់ខ្លាំងដាក់40 50អីចឹងទៅតែបើហ្គីតាគេល្អថ្មីអត់សូវមានបញ្ហាខាងម៉ាស់ប៉ារ៉ាស៊ីតយើងដាក់ត្រឹម5ឬ10អីចឹងទៅបានហើយបាទបើហ្គីតារៀងចាស់វាឆ្លងប៉ារ៉ាស៊ីតខ្លាំងយើងដាក់20ឬក៏30ឬក៏40ទៅតាមជាក់ស្ដែងរបស់បងប្អូនប៉ុន្តែខ្ញុំបញ្ជាក់ថាគុណសម្បត្តិវាពេលយើងដាក់អាហ្នឹងឡើងខ្ពស់វាបាត់សំឡេងរំខានតែគុណវិបត្តិហ្គីតាវាត្រូវការប្រើម៉ាស់ដើម្បីបញ្ជូនសលេងចេញស្រូបសលេងអីម៉ងហ្នឹងវាមានត្រូវការមានម៉ាស់មានអីគ្រឿងវានេះអញ្ចឹងបើកាលណាយើងដាក់អានេះកាន់តែច្រើនហ្គីតាក៏វាអត់សូវស្រូបសលេងព្រោះដែរបើយើងលេងទៅសលេងវាមានន័យថារយៈពេលវាឆាប់ដាច់ឧទាហរណ៍ថាយើងដាក់តិចវាលឺម៉ាស់រ៉ែមែនតែបើហ្គីតាល្អវាអត់លឺទេយើងដាក់តិចអញ្ចឹងពេលយើងកេះអាទាថាដូមួយតើងអញ្ចឹងទៅរយៈពេលវាបានវែង1មើលស្រាឬ2មើលស្រាអញ្ចឹងទៅតែបើយើងដាក់កាន់តែខ្ពស់វាអត់លឺសលេងរំខានមែនក៏ប៉ុន្តែពេលយើងកេះវាស្រូបរយៈពេលខ្លីបានត្រឹមមួយខ្នាតមកពេលអីចឹងណាទីហោណាមកខ្នាតចង្វាក់អីចឹងណាបាទអញ្ចឹងម្ដងទៀតឥឡូវ40អត់លឺឲ្យមើលខ្ញុំបិទវិញណាណោ off លន់រ៉ែតែម្ដងបាទអញ្ចឹងខ្ញុំដាក់40វិញបាទ
40អត់លឺទេស្ងាត់ជើបាទចឹងបញ្ជាក់ថាគឺបងប្អូនចង់បិទលេខរំខានចូលមើលកន្លែងនេះនៅក្នុង master ហើយចូលមើល NST HSDH ហៅសាមញ្ញហៅនួយឬក៏ប៉ារ៉ាស៊ីតរំខានហ្នឹងបាទហើយដើម្បីយើង save វាយើងថតចឹងហើយយើង save វាយកអានេះចុច2ដងមួយអត់ទាន់ជាប់ទេភ្លុកផ្លែតម្លៃមួយទៀតបាទមួយទៀតជាប់ហើយអញ្ចឹងយើងបលែងអញ្ចឹងមកអត់មានលឺរ៉ាប់រ៉ាអីទេអត់មានលឺរ៉ាអីទេអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមជួយ like ជួយ subscribe ឲ្យផងហើយជួយដាក់រូបកណ្ដឹងដើម្បីបានទទួលនៅវីដេអូចែកម្លែកចំណេះដឹងផ្នែកភ្លេងបន្តិចបន្តួចបាទតាមចំណេះដែលខ្ញុំអាចចែកទៅបានបាទសូមអរគុណសូមជម្រាបលា